ณะដែលវាក្តីស្លាប់កំពុងតែដេញតាមគៀកប្រកិតពីខាងក្រោយពេលនោះរឿងដ៏ចម្លែកនិងអស្ចារ្យមួយបានកើតឡើងកាត់ហ្វូហ្វាប់នៃការផ្ទុះក្របបែកដ៏រហឹងអឹងកងមានសំឡេងបរិសុទ្ធចំណាស់ម្នាក់បានបន្លឺឡើងមកយ៉ាងច្បាស់មុតមមនិងមានអំណាចលន់រំពងចេញពីកណ្ដាលទូលនោះមកថាកូនចៅទាំងឡាយឆាប់រត់ឡើងមកលើទីទូលនេះឲ្យបានលឿនឡើងមកទីនេះមកឮសំឡេងហៅនេះភ្លាមដំបូងឡើយអ្នកភូមិទាំងអស់រួមទាំងនួនផងបានត្រឹមតែងើបមុខសម្លឹងមើលទៅទីទូលទាំងសេចក្តីស្ទាក់ស្ទើរនិងភ័យខ្លាចជាទីបំផុតគ្មាននរណាម្នាក់ហ៊ានបោះជំហានឡើងទៅទីនោះទេព្រោះបើក្រឡេកមើលទៅទីទូលនោះវាគឺជាទីទូលដែលខ្ពស់ជាងគេគ្មានរណ្ដៅគ្មានលេនដ្ឋានឬក៏កំពែងឬក៏ដើមឈើក្រាស់ៗដែលអាចប្រើជាទីជំរកបាំងគ្រាប់បាននោះឡើយតាមក្បួននិងបទពិសោធន៍ដែលពួកគេធ្លាប់ឆ្លងកាត់ការរត់ឡើងទៅទីទូលខ្ពស់បែបនេះវាប្រៀបបាននឹងការយកអាយុជីវិតទៅធ្វើជាគោលដៅគ្រាប់កាំភ្លើងយ៉ាងច្បាស់ក្រឡែតប៉ុន្តែស្របពេលដែលអ្នកភូមិកំពុងតែឈួររារែកចិត្តនោះគ្រាប់កាំភ្លើងនៅខាងក្រោមឯណេះនៅតែបន្តធ្លាក់ស្រោចដូចជាទឹកភ្លៀងដកហូតយកអាយុជីវិតអ្នកដែលកំពុងតែរត់គេចខ្លួនជាច្រើនអ្នកបន្ថែមទៀតហ្វាក់ហ្វប់ដួលគួរលើគ្នាឈាមហូរជោគដីក្លិនឆ្អាបលេឡំនឹងក្លិនរំហ្វេវធ្វើឲ្យថប់ដង្ហើមជាខ្លាំងរំពេចនោះសំលេងដ៏អាចកំបាំងដដែលនោះបានបន្លឺឡើងហ្វាជាថ្មីថាឡើងមកកូនចៅកុំរារែកចិត្តពេលវេលាមិនចាំទេឡើងមកទីនេះទៅប្រុសអ្នកភូមិងាកសំឡឹងមើលទៅទីទូលម្ដងទៀតតែគូឲ្យព្រឺសម្បុរណាស់ទីនោះនៅតែទទេស្អាតគ្មានស្រមោលមនុស្សសំបីតែម្នាក់កំពុងតែឈរហៅពួកគេឡើយតើជាសំឡេងអ្វីតើជាខ្មោចឬក៏ជាទេវតាឬក៏ជាបារមីអ្នកតាទូលខ្ពស់ដែលមកជួយសង្គ្រោះជីវិតទោះបីជាក្នុងចិត្តពោពេញដោយការសង្ស័យនិងភាពភ័យខ្លាចប៉ុន្តែនៅពេលដែលសម្លឹងមើលជុំវិញខ្លួនឃើញតែសេចក្តីស្លាប់កំពុងតែឡោមព័ទ្ធគ្មានផ្លូវណាផ្សេងអាចរត់គេចបានទៀតនោះទេអ្នកភូមិក៏សម្រេចចិត្តរត់កាត់ទៅសំដៅទូលខ្ពស់នួនបានសម្លឹងមើលមុខមុំដែលជាប្រពន្ធដែលកំពុងអោបកូនយំញ័រខ្លួនចំប្រករួចគេក៏កាត់ចិត្តក្តាប់ដៃប្រពន្ធយ៉ាងណែនស្រែកប្រាប់អ្នកភូមិដទៃទៀតថាតោះយើងឡើងទៅទាំងអស់គ្នាបើទៅមុខក៏រត់នៅវាលស្រែក៏គង់តែត្រូវក្របស្លាប់តោះយើងប្រថុយឡើងទួលក្រែងអាចផុតសេចក្តីស្លាប់បារមីលោកតាហៅយើងហើយលោកនឹងតាមថែរក្សាយើងនិយាយចប់នួននឹងមុំព្រមទាំងអ្នកភូមិដែលនៅសេះហ្វលរស់រៀនមានជីវិតបានប្រមូលកម្លាំងចុងក្រោយប្រឹងវាប្រឹងលួននិងទាញដៃគ្នាឡើងទៅទីទូលខ្ពស់អ្នកទាំងនោះត្រដាបត្រដួសបេះដូងលោតញាប់ឆ្ពោះទៅរកទីពឹងចុងក្រោយរបស់ពួកគេកណ្ដាលភ្លើងសង្គ្រាមនៅពេលដែលជើងរបស់អ្នកភូមិបានឈានជន់កាត់ចូលជើងទួលនិងបានចូលមកដល់ផ្ទៃដីខាងលើទីទួលខ្ពស់ភ្លាមអារម្មណ៍មួយដ៏សែនចម្លែកនិងអស្ចារ្យបំផុតបានកើតឡើងភ្លាមមួយរំពេចភាពតក់ស្លុតក្តីភ័យខ្លាចនិងហ្វូហ្វាប់សង្គ្រាមដែលធ្លាប់តែលន់កងរំពងក៏ក្រើកមេឃាកាលពីប៉ុន្មានវិនាទីមុនស្រាប់តែរលត់បាត់ហ្វូនឈឹងនៅទីនេះមានតែភាពត្រជាក់ស្រេបខ្យល់បក់រវិចរវិចនិងមានភាពស្ងាត់ជ្រងំប្រៀបបាននឹងការដើរឆ្លងកាត់ទ្វារមន្តអាគមចូលទៅកាន់ឋានហ្វូគាឬពិភពមួយផ្សេងទៀតដែលមានសន្តិភាពកំពុងតែគ្របដណ្ដប់យ៉ាងពេញលេញនួនមុំនិងអ្នកភូមិដទៃទៀតដែលកំពុងតែហត់កខូបានព្រើខ្លួនអង្គុយលើដីរួចដកដង្ហើមធំទាំងក្តីងើយឆ្ងល់ពួកគេនាំគ្នាងាកក្រោយក្រឡេកសម្លឹងមើលចុះខាងក្រោមវិញទិដ្ឋភាពនៅជុំវិញជើងទួលគឺជានរកលោកីពិតការប្រយុទ្ធគ្នានៅតែបន្តយ៉ាងក្តៅគគុកក្របផ្លោងនិងក្របកំភ្លើងធំនៅតែបន្តធ្លាក់ផ្ទុះកក្រើកដីធ្វើឲ្យផ្សែងខ្មៅនិងធូលីដីហុយត្រឡោមឡើងទៅលើអាកាសបិទបាំងស្ទើរតែជិតពន្លឺព្រះអាទិត្យផងសាកសពមនុស្សនិងសត្វគោក្របីដេកស្លាប់គួរលើគ្នាពាសពេញវាលស្រែ
ឈាមហូរក្រហមឆៅមើលទៅគូឲ្យហ្វឹងវែកជាទីបំផុតប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេព្រឺបំបុលដោយក្តីអស្ចារ្យនោះគឺហ្វុំបីតែគំតិចរំហ្វេវធូលីដីហុយឬក្របកំភ្លើងមួយគ្រាប់ក៏មិនអាចហោះទម្លុះចូលមកក្នុងបរិវេណទួលខ្ពស់នេះបានឡើយក្របខ្លះហោះហ្វឹមដៅមកចំកណ្ដាលទួលតែស្រាប់តែផ្លាតទិសដៅហោះរំលងទៅបានឯក្របខ្លះទៀតធ្លាក់ផ្ទុះត្រឹមតែជើងទួលខាងក្រៅប៉ុណ្ណោះហ្វឹមបីតែសំលេងផ្ទុះដល់ខ្ទោអើងកងនៅខាងក្រៅក៏ប្រែមកជាលន់លឺហ្វូត្រឹមតែតិចប្រៀបដូចសំលេងផាវដែលគេដុតនៅពេលពួកគេស្ដាប់ពីលើទីទួលនេះទៅវាហាក់បីដូចជាមានកំពែងកញ្ចក់ទឹកដ៏ក្រាស់ខ្មឹកដែលមើលមិនឃើញនឹងភ្នែកទទេបានលាតសន្ធឹងគ្រប់ដណ្ដប់ការពារទួលខ្ពស់នេះទាំងមូលពីភ្នក់ភ្លើងសង្គ្រាមយ៉ាងជិតឈឹងនួនបានងើបឈរសម្លឹងមើលទៅអ្នកភូមិដែលបានរត់ឡើងមកដល់ទីនេះក្នុងចំណោមមនុស្សរាប់រយនាក់ដែលរត់ប្រហ្វាចកណ្ដាលវាលមរណៈអំបញ្ញមិញពេលនេះអ្នកដែលបានរត់កាត់ក្របទាំងប៉ុន្មានបានរស់រានមានជីវិតឡើងមកដល់លើទួលគឺមានចំនួនតិចតួចស្ដួចស្ដាងបំផុតគឺមិនដល់20គ្រូសាផងអ្នកភូមិខ្លះទម្លាក់ខ្លួនយំហ្វឹកហ្វួលអាណិតសាច់ញាតិបងប្អូនដែលត្រូវបាត់បង់ជីវិតនៅខាងក្រោមអ្នកខ្លះទៀតយំដោយក្តីរំភើបដែលខ្លួននៅមានដង្ហើមរុះមុំដែលមានសម្លៀកបំពាក់ប្រឡាក់ពាសពេញទៅដោយភក់និងឈាមអ្នកដតីបានអោបកូនជាប់នឹងទ្រូងទឹកភ្នែកស្រក់ចុះមកតក់ដោយក្តីអំណរដែលកូនតូចរបស់នាងនៅមានដង្ហើមនិងមិនមានរងរបួសហ្វុំបីតែបន្តិចអ្នកភូមិចាប់ផ្ដើមចោទហ្វូគ្នាក្នុងចិត្តទាំងក្តីងើយឆ្ងល់តើទីនេះជាកន្លែងអ្វីហេតុអ្វីបានជាមានអំណាចការពារនិងអស្ចារ្យដល់ថ្នាក់នេះលុះពេលពួកគេងាកសម្លឹងទៅចំកណ្ដាលទួលពួកគេក៏បានសម្លឹងមើលឃើញយ៉ាងច្បាស់នៅដើមពោធិ៍ដ៏ធំមហិមាមួយដើមដែលមានអាយុកាលរាប់រយឆ្នាំមេធៀងសាខារបស់វាលាតសន្ធឹងប្រៀបដូចជាឆ័ត្រទឹកដ៏ធំផ្ដល់ម្លប់ត្រជាក់ត្រជុំដល់កូនចៅហើយនៅចំពីខាងក្រោមគល់ដើមពោធិ៍នោះវិញគឺមានរោងអ្នកតាតូចមួយសង់ពីឈើចាស់ទ្រុឌទ្រោមដែលអ្នកស្រុកតែងតែហៅថារោងអ្នកតាទួលខ្ពស់នោះឯងឃើញទិដ្ឋភាពនេះភ្លាមភាពស្រពេចស្រពិលនៃក្តីសង្ស័យទាំងប៉ុន្មានត្រូវបានបកស្រាយពេលនោះហើយដែលអ្នកភូមិទាំងអស់រួមទាំងនួននិងមុំផងបានដឹងច្បាស់ក្នុងក្រៅបេះដូងថាសំលេងហៅដ៏អាចកំបាំងដែលកាត់ហ្វូហ្វាប់ក្របបែកកាលពីអំបញ្ញមិញគឺពិតជាបារមីរបស់លោកតាទួលខ្ពស់ដែលបាននិមិត្តឡើងដើម្បីត្រួសត្រាយផ្លូវហៅឲ្យពួកគេរត់គេចចេញពីសេចក្តីវិនាសនេះមិនមែនជារឿងចៃដន្យឡើយតែគឺជាអំណាចបារមីផ្លូវងងឹតដែលបានលាតត្រដាងរិទ្ធជួយសង្គ្រោះអាយុជីវិតកូនចៅយ៉ាងពិតប្រាកដដោយក្តីរំភើបនិងសេចក្តីកតញ្ញូរកទីបំផុតគ្មានអ្នកភូមិទាំងអស់ដែលនៅហ្វេសហ្វលជីវិតជាង20គ្រូសានេះបានព្រមព្រៀងគ្នាលុតជង្គង់ចុះផ្ទាល់នៅនឹងដីលើកដៃប្រឡាក់ភក់ប្រឡាក់ឈាមប្រណមសំពះតម្រង់ទៅរករោងអ្នកតានិងដើមពោធិ៍ធំពួកគេបានអោតក្បាលក្រាបថ្វាយបង្គំដល់ដីទាំងទឹកភ្នែកហូររហាមដឹងគុណដល់បុណ្យបារមីដ៏ស័ក្តិសិទ្ធិស្ដែងរបស់អ្នកតាទួលខ្ពស់ដែលបានសម្ដែងឫទ្ធិអំណាចបាំងគ្រាប់បាំងសត្រូវផ្ដល់ជីវិតទី2ដល់ពួកគេឲ្យរួចផុតពីការស្លាប់កណ្ដាលភ្លើងសង្គ្រាមដ៏សាហាវឃោរឃៅនេះការគោរពបូជានិងជំនឿយ៉ាងមុតមមចំពោះបារមីទួលនេះបានចាក់ឫសយ៉ាងជ្រៅទៅក្នុងបេះដូងរបស់អ្នករស់រានមានជីវិតគ្រប់គ្នាចាប់ពីវិនាទីនោះតរៀងមកក្រោយពីបានរួចផុតពីការវាយប្រហារយ៉ាងរន្ធត់អ្នកភូមិដែលនៅរស់រានមានជីវិតទាំងប៉ុន្មានគ្រួសារនោះបាននាំគ្នាបន្តលុតជង្គង់នៅមុខរោងអ្នកតាចាស់ទ្រុឌទ្រោមដើម្បីបួងសួងសុំការអនុញ្ញាតលោកតាចាស់ព្រឹទ្ធាចារ្យម្នាក់ក្នុងចំណោមនោះបានលើកដៃប្រណម្យទាំងញាប់ញ័ររួចពោលពាក្យយ៉ាងស្មោះស្ម័គ្រមកថាបបិទ្ធលោកតាម្ចាស់ទឹកម្ចាស់ដីលោកតាទួលខ្ពស់ដ៏មានឫទ្ធិបារមីអើយពេលនេះស្រុកទេសមានសង្គ្រាមកូនចៅគ្មានទីពឹងឯណាទៀតទេសូមលោកតាមេត្តាសន្តោសប្រណី
អនុញ្ញាតឲ្យកូនចៅទាំងអស់គ្នាបានផ្នែកអាស្រ័យជ្រក់កោតនៅលើទីទួលដ៏កំសត់នេះរហូតតតែភ្លើងសង្គ្រាមបានរលត់ទៅវិញផងចុះបន្ទាប់ពីបានហ្វុំការអនុញ្ញាតរួចរាល់អ្នកភូមិក៏ចាប់ផ្ដើមរកកន្លែងរៀបចំស្នាក់នៅជុំវិញរោងអ្នកតាយ៉ាងស្ងប់ស្ងាត់នៅពេលដែលពួកគេឈរពីលើទួលហើយក្រឡេកសម្លឹងមើលទៅវាលស្រែនិងភូមិឋាននៅជុំវិញខាងក្រោមនោះទិដ្ឋភាពដែលបានស្ដែងឡើងបិទគូឲ្យតក់ស្លុតជាទីបំផុតផែនដីដែលធ្លាប់តែរាបស្មើពេលនេះពោពេញទៅដោយស្នាមរណ្ដៅក្របបែកធំធំនិងជ្រៅជ្រៅដាច់ដីជាផ្ទាំងប្រៀបបាននឹងរណ្ដៅនរុអវជ័យដើមត្នោតនិងដើមឈើធំត្រូវបាក់ដួលរលោងរៀបសឹងទៅដល់ដីរីឯហ្វាក់សពទាំងមនុស្សនិងសត្វពីរហណៈនៅតែដេករាយប៉ាយកណ្ដាលផ្សែងភ្លើងទិដ្ឋភាពនេះបញ្ជាក់យ៉ាងច្បាស់ថាប្រសិនបើពួកគេមិនបានរត់ឡើងមកទីទួលនេះទាន់ពេលវេលាទេម្លេះហ្វមរាងកាយរបស់ពួកគេប្រកាសជាត្រូវខ្ទេចខ្ទីហើយទៅតាមគំតិចរំហ្វេវបាត់ទៅហើយការប្រយុទ្ធគ្នារវាងកងទ័ពរំដោះនិងពួកខ្មែរក្រហមមិនបានបញ្ចប់ត្រឹមមួយថ្ងៃនោះទេគឺវាចេះតែអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃភ្នូកំភ្លើងភ្នូក្របផ្លោមនៅតែលន់កក្រើកញាប់ញ័រនៅខាងក្រៅតែសម្រាប់នៅលើទួលខ្ពស់ឯនេះវិញគឺនៅតែរក្សាភាពស្ងប់ស្ងាត់និងសុវត្ថិភាពដដែលដោយគ្មានក្របណាមួយអាចហោះរំលងកំពែងទឹកចូលមករំខានបានឡើយងាកមកមើលគ្រូហ្វារបស់នួននិងមុំវិញពួកគេបានក្រាលកន្ទែរហែកមួយនៅក្រោមម្លប់ពោយកធ្វើជាកន្លែងសម្រាកអ្វីដែលធ្វើឲ្យមុំនិងនួនកាន់តែឆ្ងល់និងអស្ចារ្យក្នុងចិត្តនោះគឺកូនប្រុសតូចរបស់ពួកគេកាលពីពេលរត់កណ្ដាលវាលទារុតូចនេះយំស្រែករហឹងរហូតចង់ដាច់ខ្យល់តែចាប់ពីពេលជើងជន់ដល់ដីទីទួលខ្ពស់នេះមកកូនតូចបែរជាគេងលក់យ៉ាងស្កប់ស្កល់បៅឆ្អែតក៏គេងសូម្បីតែភ្នូក្របផ្ទុះក៏ក្រើកដេកនៅខាងក្រៅក៏ទារុនេះមិនមានការផិតភ័យភ្ញាក់ឬយំរំខានសូម្បីតែមួយម៉ាត់ឡើយទឹកមុខដ៏ស្រស់ស្រាយរបស់កូនតូចបង្ហាញឲ្យឃើញថាគេកំពុងតែទទួលបានការថែរក្សានិងកក់ក្ដៅជាទីបំផុតនួនអង្គុយសម្លឹងមើលមុខប្រពន្ធនិងកូនរួចងាកទៅសម្លឹងមើលរោងអ្នកតាកាលពីមុននួនគឺជាមនុស្សម្នាក់ដែលប្រកាន់ជំហររឿងរូបគេមិនដែលជឿតទេសោះរឿងបារមីអរុគរៈអ្នកតាឬរឿងផ្លូវងងឹតអ្វីនោះដោយសារតែចាត់ទុកថាវាគ្រាន់តែជាអបិយជំនឿឬការគិតស្រមើលស្រមៃរបស់ចាស់ប៉ុណ្ណោះប៉ុន្តែមកទល់នឹងពេលនេះវិនាទីនេះសភាពការដែលបានកើតឡើងជាក់ស្ដែងនៅចំពោះមុខគឺវាច្បាស់នឹងភ្នែកពេកចង់ប្រកែកក៏លែងបានអំណាចដែលបានបាំងគ្រាប់កំភ្លើងរាប់រយគ្រាប់មិនឲ្យធ្លាក់ចុះមកលើទីទួលអំណាចដែលធ្វើឲ្យកូនតូចបាត់យំនឹងការហៅយ៉ាងច្បាស់កណ្ដាលភ្លើងសង្គ្រាមហ្វតតែជាផោះតាងដែលរុញច្រានគំនិតរឹងរូសរបស់នួនឲ្យរលាយបាត់អស់នួនបានប្រណម្យសំពះទៅកាន់រោងអ្នកតាដោយស្ងៀមស្ងាត់ជាមួយនឹងសេចក្តីគោរពនិងជំនឿយ៉ាងមុតមមអស់ពីក្រអៅបេះដូងជាលើកដំបូងនៅក្នុងជីវិតរបស់គេពេលវេលាក៏ចេះតែរំកិលទៅមុខពីមួយថ្ងៃទៅមួយថ្ងៃប្រជាជននៅលើទួលបានចែករំលែកទឹកនិងអាហារតិចតូចដែលពួកគេមានរស់នៅពឹងផ្អែកគ្នាដោយសាមគ្គីធម៌លុះប៉ុន្មានថ្ងៃក្រោយមកភ្នូកំភ្លើងដែលធ្លាប់តែបាញ់ផ្លោងឥតឈប់ឈរក៏ចាប់ផ្ដើមថមថយចុះបន្តិចម្ដងនិងរសាត់ឆ្ងាយទៅទីបំផុតដោយសារតែកងទ័ពរំដោះមានកម្លាំងខ្លាំងក្លានិងមានយុទ្ធសាស្ត្រវាយលុកច្បាស់លាស់កងកម្លាំងទាហានខ្មែរក្រហមរបស់ប៉ុល ពតក៏មិនអាចទប់ទល់បានតទៅទៀតពួកគេបានចាប់ផ្ដើមបាក់ទ័ពទាំងស្រុងបោះបង់ចោលទីតាំងនិងអាវុធធុនធ្ងន់រួចនាំគ្នារត់ដកថយចូលទៅក្នុងព្រៃជ្រៅបាត់អស់ទៅបន្ទាប់ពីកងទ័ពខ្មែរក្រហមបានបាក់ទ័ពរត់ប្រសាទចូលព្រៃដកថយបាត់អស់សភាពការនៅក្នុងតំបន់ក៏ចាប់ផ្ដើមវិលមករកសភាពស្ងប់ស្ងាត់ជាបណ្ដើកងទ័ពរំដោះដែលមានកម្លាំងនិងស្មារតីប្រយុទ្ធមោះមុតមិនបានបង្អង់យូរឡើយ
ពួកគេបានបន្តរៀបចំក្បួនទ័ពរុលសម្រុកដើរទៅមុខជាបន្តបន្ទាប់ដើម្បីតាមរំដោះស្រុកភូមិនិងប្រជាជននៅឯតំបន់ខាងមុខផ្សេងៗទៀតពីក្រញាំដៃបិសាចអាវខ្មៅចំណែកឯកងកម្លាំងប៉ុលពតវិញគឺហាក់បីដូចជាទុនដៃជើងតបបាក់ស្មារតីភ័យហ្វ្លន់ហ្វ្លោនិងលែងមានកម្លាំងកំហែងឬយុទ្ធសាស្ត្រអ្វីយកមកតតាំងប្រយុទ្ធវិបកតទៅទៀតបានឡើយនៅលើទួលខ្ពស់ដែលជាឋានហ្វូសង្គ្រោះជីវិតក្រោយពីបានដឹងថាសង្គ្រាមនៅតំបន់ទាំងនេះពិតជាត្រូវបានបញ្ចប់ទាំងស្រុងហើយនោះអ្នកភូមិត្រពាំង plong តែនៅសេសសល់មិនដល់20គ្រួសារក៏បាននាំគ្នារៀបចំខ្លួនចុះពីលើទួលដ៏ស័ក្តិសិទ្ធិនេះមុននឹងចុះពួកគេម្នាក់ៗមិនភ្លេចឡើយក្នុងការលុតជង្គង់ក្រាបថ្វាយបង្គំដោយក្តីកតញ្ញូដ៏ជ្រាលជ្រៅបំផុតចំពោះរោងអ្នកតានិងដើមពោធិ៍ដ៏ធំនេះដែលបានផ្ដល់មលុបសុវត្ថិភាពដល់ពួកគេរហូតមកនួននិងមុំបាន3កូនតូចដើរចុះតាមជម្រាលជើងទួលទាំងក្តីសង្ឃឹមថានឹងបានត្រឡប់ទៅរស់នៅខ្ទមកំសត់របស់ខ្លួនវិញប៉ុន្តែសេចក្តីសង្ឃឹមតែងតែផ្ទុយពីការពិតជានិច្ចនៅក្នុងរឿងសង្គ្រាមនៅពេលដែលអ្នកភូមិបានបោះជំហានចូលមកដល់ដីភូមិចាស់របស់ខ្លួនទិដ្ឋភាពដែលបានស្ដែងនៅចំពោះមុខធ្វើឲ្យពួកគេគ្រប់គ្នាទន់ជង្គង់សឹងតែទប់ទឹកភ្នែកមិនចប់ភូមិត្រពាំង plong ដ៏កំសត់ដែលពួកគេធ្លាប់រស់នៅតាំងពីមុនសម័យប៉ុលពតរហូតមកដល់ពេលនេះត្រូវបានវិនាសខ្ទេចខ្ទីអស់គ្មានសល់ផ្ទះសម្បែងខ្ទមស្លឹកនិងរោងបាយនានាត្រូវបានគ្របផ្លោងធ្លាក់ចំឆេះคล้ายជាផេះផងខ្មៅរីប៉ាយពេញដីសំបីតែសសរផ្ទះមួយដើមក៏រកមិនឃើញផងគឺសល់នៅត្រឹមគំនរផេះនិងរណ្ដៅគ្រាប់បែកជ្រៅប៉ុណ្ណោះមុំបានស្រក់ទឹកភ្នែកពេលសម្លឹងមើលទៅទីតាំងដែលធ្លាប់ជាផ្ទះរបស់ខ្លួនពេលនេះសល់ត្រឹមតែដីទទេស្អាតអ្នកភូមិបានឈរជុំគ្នាកណ្ដាលគំនរផេះនៃភូមិចាស់ទាំងក្តីសោកសង្រេងជាទីបំផុតពួកគេបានចាប់ផ្ដើមជំនុំគ្នាស៊ូយោបល់គ្នាទៅវិញទៅមកថាតើត្រូវគិតគូរយ៉ាងដូចម្ដេចតទៅទៀតតើត្រូវសាងសង់ភូមិឡើងវិញនៅទីនេះឬក៏ធ្វើបែបណាស្របពេលនោះនួនដែលឥឡូវនេះបានក្លាយជាមនុស្សម្នាក់ដែលមានជំនឿយ៉ាងមុតមមនិងមានភាពចាស់ទុំជាងមុនក៏បានបោះជំហានចេញមកកណ្ដាលចំណោមរួចលើកដៃសំពះបងប្អូនអ្នកភូមិហើយបញ្ចេញមតិយោបល់យ៉ាងម៉ឺងម៉ាត់មកថាពុកម៉ែបងប្អូនពូមីងទាំងអស់គ្នាសូមកុំយំសោកស្ដាយផ្ទះសំបែងដែលឆេះបាត់បង់ទៅនេះអីសំខាន់ឲ្យតែយើងនៅមានជីវិតរស់បងប្អូនមើលចុះទីនេះវាខ្ទេចខ្ទីអស់ទៅហើយដីក៏ពោពេញទៅដោយរណ្ដៅគ្រាប់បែកនិងគ្រាប់មិនទាន់ផ្ទុះជាច្រើនសន្ធឹកបើយើងគង់តែត្រូវចាប់ផ្ដើមពីបាតដៃទទេកាប់ឈើសង់ផ្ទះហ្វាជាថ្មីនោះខ្ញុំយល់ថាយើងមិនគូនៅទីនេះទៀតទេយើងគូតែនាំគ្នារើទៅសង់ផ្ទះតម្រៀបគ្នានៅជុំវិញជើងទួលខ្ពស់នោះវិញទៅព្រោះបងប្អូនក៏បានឃើញផ្ទាល់នឹងភ្នែកស្រាប់ហើយទីនោះគឺជាទឹកដីស័ក្តិសិទ្ធិជាកន្លែងដែលបារមីលោកតាបានការពារអាយុជីវិតយើងរស់នៅទីនោះប៉ុន្មានថ្ងៃនេះគឺពោពេញទៅដោយភាពកក់ក្ដៅនិងគ្មានការភ័យខ្លាចសូម្បីតែបន្តិចការរស់នៅក្បែរលោកតានឹងធ្វើឲ្យភូមិយើងត្រជាក់ត្រជុំសុខសាន្តជារៀងរហូតគ្រាន់តែឮការលើកឡើងរបស់នួនភ្លាមអ្នកភូមិទាំងអស់ក៏បានងក់ក្បាលយល់ស្របព្រមគ្នាដោយឥតស្ទាក់ស្ទើរព្រោះគ្រប់គ្នាសុទ្ធតែបានឆ្លងកាត់អភូតហេតុនោះដោយផ្ទាល់រួចមកហើយដោយមិនបងអង្គយូរក្រុមពន្លឺនៃសេរីភាពថ្មីប្រជាជនដែលនៅហ្វេសលទាំងប៉ុន្មានបានមូលមតិជាធ្លុងមួយនាំគ្នាស្ពាយបង្វិចដើរសំដៅទៅកាន់តំបន់ព្រៃក្បែរជើងទួលខ្ពស់នោះវិញពួកគេបានប្រើប្រាស់កម្លាំងសាមគ្គីជួយគ្នាកាប់ឆ្ការដីឆ្ការព្រៃទាញវោនិងបោះសម្អាតទីធ្លាជុំវិញជើងទួលនោះយ៉ាងហ្វហ្វាក់ហ្វហ្វ្រាំត្រឹមតែរយៈពេលខ្លីផ្ទះតូចប្រក់ស្លឹកនិងជញ្ជាំងឫស្សីក៏ត្រូវបានសាងសង់តម្រៀបគ្នាជាជូរបង្កើតបានជាសហគមន៍ថ្មីមួយមើលទៅយ៉ាងមានរបៀបរៀបរយទន្ទឹមនឹងនោះ
អ្នកភូមិក៏បានរួមគ្នាសាងសង់រោងអ្នកតាទូលខ្ពស់ជាថ្មីដោយធ្វើពីឈើល្អៗធំទូលាយនិងស្រស់ស្អាតជាងមុនដើម្បីទុកជាទីសក្ការៈបូជាប្រចាំភូមិពេលវេលាចេះតែកន្លងផុតទៅពីមួយឆ្នាំទៅមួយឆ្នាំពីដីព្រៃស្រោងនិងអតីតសមរភូមិសង្គ្រាមបានប្រែក្លាយទៅជាភូមិទូលខ្ពស់មួយដ៏ស្រស់បំព្រងនិងសប្បុរសប្បាយប្រជាជននៅក្នុងភូមិរួមទាំងគ្រួសាររបស់នួននិងមុំបានប្រកបរបរធ្វើស្រែចម្ការទទួលបានទិន្នផលហូរហៀរដោយមិនមានជំងឺដង្កាត់ឬគ្រោះធម្មជាតិណាមួយយាយីឡើយកូនប្រុសតូចរបស់នួនក៏បានធំដឹងក្តីក្លាយជាយុវជនដ៏រឹងមាំនិងមានសុជីវធម៌អ្នកភូមិរស់នៅចេះជួយយកអាសាគ្នាស្រឡាញ់រាប់អានគ្នាដូចជាបងប្អូនបង្កើតនិងប្រកាន់ខ្ជាប់នៅសីលធម៌សាមគ្គីធម៌ជានិច្ចចំណែកឯរឿងរ៉ាវអច្ឆរិយៈនៃបារមីអ្នកតាទូលខ្ពស់ដែលបានលាតត្រដាងមហិទ្ធិឫទ្ធិបាំងបិទគ្រាប់កាំភ្លើងជួយសង្គ្រោះអាយុជីវិតអ្នកភូមិពីកណ្ដាលភ្លើងសង្គ្រាមនោះត្រូវបានចាស់ទុំដូចជានួននិងមុំយកមកនិទានប្រាប់កូនចៅចំនួនក្រោយតគ្នាពីមួយចំនួនទៅមួយចំនួនហើយរោងលោកតាទូលខ្ពស់និងដើមពោធិ៍ធំនោះនៅតែឈរខ្ពស់ត្រដែតកណ្ដាលភូមិក្លាយជាម្លប់សន្តិភាពផ្លូវចិត្តនិងជាទីពឹងដ៏កក់ក្ដៅបំផុតសម្រាប់ប្រជាជនភូមិថ្មីនេះនៅតែបន្តរស់នៅយ៉ាងមានក្តីសុខនិងរីកចម្រើនហូរហែហើយរឿងបារមីអ្នកតាទូលខ្ពស់នេះខ្ញុំសូមបញ្ចប់ត្រឹមនេះសង្ឃឹមថាបានជួបពុកម៉ែបងប្អូនទាំងអស់គ្នានៅវីដេអូបន្តទៀត